បងគិតថាបើសិនជាមិនចាប់ផ្ដើមពីបងទេកូនខ្មែរក្រោយឬក៏កូនបងក្រោយទៀតគាត់នឹងផ្អាកអញ្ចឹងដែរហើយអញ្ចឹងទៅស្រុកខ្មែរយើងគឺអត់មានផលិតផលអីមួយដែលថាធ្វើឲ្យខ្មែរយើងជឿជាក់ថាមានផលិតផលរបស់កូនខ្មែរដែរទេអញ្ចឹងបងអត់ចង់ឲ្យខ្មែរយើងទៅប្រើផលិតផលគេច្រើនពេកជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំម្ចាស់ brand សាប៊ូដល់ខ្លួនអេសវាសនាអាជីវកម្មយើងទំតបើកដែរទេប៉ុន្តែមានការផ្ទុះគាំទ្រពីបងប្អូនខ្មែរយើងគាត់ផ្ទុះខ្លាំងមែនតើគាត់គាំទ្រផលិតផលខ្មែរក្នុងស្រុករបស់យើងចាអូនចំពោះទីតាំងរបស់យើងនៅភ្នំពេញនេះទេនៅខាងកំពតយើងមានសិប្បកម្មនៅនំហ្មងអូនដើមកំណើតមកគឺបងគិតថាប្រទេសខ្មែរយើងគាត់នៅធំខ្វះខាតផលិតផលរបស់ខ្មែរដោយអញ្ចឹងទៅបងមានកំណត់មួយបងគិតថាបើសិនជាយើងផលិតនៅខ្មែរយើងបងប្អូនខ្មែរយើងគាំទ្រផលិតផលខ្មែរឲ្យខ្មែរជឿជាក់ថារបស់ខ្មែរមាននៅក្នុងស្រុកដែរអញ្ចឹងណាមិនបាច់ទៅជាវគេនៅក្រៅស្រុកយកមកលក់អញ្ចឹងហើយធ្វើឲ្យបងប្អូនខ្មែរយើងគាត់មានការងារធ្វើច្រើនការងារហ្នឹងគឺវាមានឧបសគ្គច្រើនដែរប៉ុន្តែដោយសារបងគិតថាបើសិនជាមិនចាប់ផ្ដើមពីបងទេកូនខ្មែរក្រោយឬក៏កូនបងក្រោយទៀតគាត់នឹងផ្អាកអញ្ចឹងដែរហើយអញ្ចឹងទៅស្រុកខ្មែរយើងគឺអត់មានផលិតផលអីមួយដែលថាធ្វើឲ្យខ្មែរយើងជឿជាក់ថាមានផលិតផលរបស់កូនខ្មែរដែរទេអញ្ចឹងណាបងអត់ចង់ឲ្យខ្មែរយើងទៅប្រើផលិតផលគេច្រើនពេកសាប៊ូដល់ខ្លួនរបស់បងមាន3ប្រភេទមានប្រភេទទី1នោះគឺផ្កាកោទឹកឃ្មុំអាហ្នឹងជាប្រភេទសាប៊ូពិសេសតែម្ដងពួកអីយើងយកសារជាតិវាហ្នឹងគឺចេញពីស្រុកខ្មែរយើងតែម្ដងគឺបងយកចេញពីកំពង់ចាមមកតែម្ដងគឺទឹកឃ្មុំសុទ្ធអញ្ចឹងណាយើងយកមកនេះដើម្បីស្រាវជ្រាវហើយយើងនឹងធ្វើជាពិសេសនោះបងប្អូនដឹងស្រាប់ទៅថាផលិតផលអាផ្កាកោជាពិសេសទឹកឃ្មុំនឹងតែម្ដងបងប្អូនដែលមានបញ្ហាស្បែកដូចជាស្បែកគាត់ដូចថារមាស់ឬក៏ជាពិសេសកបៅអីបងប្អូនដាក់អាហ្នឹងទៅអាហ្នឹងជំនាន់ដើមគាត់ដាក់ចឹងមកគាត់មានតបៅមុំគឺគាត់ដាក់តែហ្នឹងវាជាសាសហើយអញ្ចឹងសម្រាប់ធ្វើអាហ្នឹងវាបញ្ហាល្អមែនតែនស្បែកសម្រាប់ស្បែករបស់យើងដែលប្រើឲ្យអ្នកមានកទួលរមាស់កទួលអីចឹងទៅយើងប្រើទៅគឺវាធ្វើឲ្យបាត់រមាស់ដូចថាគាត់មានស្នាមអីតិចតួចក៏បាត់ដែរចាអូនមុននឹងសម្រេចផលិតផលនេះយើងមាន3ដំណាក់កាលដំណាក់កាលទី1នោះគឺយើងប្រម៉ែប្រមូលវត្ថុធាតុដើមពីបងកសិកររបស់យើងដើម្បីយកមកយើងចម្រាញ់ជាប្រេងចាយើងចម្រាញ់ជាប្រេងហើយបើយើងធ្វើតែឲ្យអូខេហើយបានយើងធ្វើជារបាយសម្រាប់ធ្វើចេញជាសាប៊ូចាចេញជាសាប៊ូយើងមានក្លិនមានការត្រួតពិនិត្យទាំងក្លិនទាំងសារជាតិវាអូខេហើយបានយើងចាប់ផ្ដើមយើងដាក់វាខ្ចប់ហើយការវាខ្ចប់របស់យើងហ្នឹងក៏មានជាប្រភេទម៉ាស៊ីនទំនើបខ្លះនិងជាបុគ្គលិកគាត់ធ្វើដៃខ្លះសម្រាប់ឲ្យគាត់មានការងារធ្វើអញ្ចឹងណាសាប៊ូរបស់យើងនេះមុននឹងចូលទីផ្សារយើងមានក្រសួងត្រួតពិនិត្យចបផរបស់យើងជាស្រេចតែម្ដងដើម្បីឲ្យបងប្អូនជឿជាក់ថាផលិតផលរបស់យើងហ្នឹងវាមានគុណភាពហើយបងប្អូនទាំងអស់គ្នាគាត់ទទួលស្គាល់ថាយើងចុះបញ្ជីពិតប្រាកដមែននិយាយរឿងហ្នឹងផ្ទុះខ្លាំងមែនតើអូនដោយសារផលិតផលនេះយើងចេញក្រៅគេទេប៉ុន្តែបងប្អូនខ្មែរយើងគាត់ស្រឡាញ់ខ្មែរខ្លួនឯងគាត់ដឹងថាផលិតផលហ្នឹងគឺជាផលិតផលរបស់ខ្មែរពិតគាត់គ្រប់គ្រងខ្លាំងផ្ទុះមែនតើអូនមួយរយៈនេះមានដាក់ដល់ផ្សារមានដល់ប៉ាម៉ាស៊ីអីក៏មានដែរអូនហើយយើងនឹងបុកទីផ្សារទៅដល់តាមម៉ាតតាមអីទៀតផ្សារទំនើបយើងទៅនឹងរៀបចំយើងនឹងរៀបចំដាក់ចូលបងប្អូនដែលគាត់ចង់តាក់ទងរបស់ខ្ញុំយកទៅលក់ដុំលក់រាយអីគាត់អាចតាក់ទងមកបានតាមpage អេសវាសនា brand កូនខ្មែរហើយនឹងលេខទូរស័ព្ទ068 59 99 61និងមួយខ្សែទៀត098 59 99 61នៅថ្ងៃមុខទៀតបើសិនជាបងប្អូនប្រជាជនខ្មែរយើងគាត់ជឿជាក់នៅលើផលិតផលរបស់កូនខ្មែរយើងនឹងគាត់នឹងគាំទ្ររបស់យើងច្រើនខ្ញុំនឹងរៀបចំធ្វើជាប្រភេទសាប៊ូកូនក្មេងឬក៏សាប៊ូកក់សក់បន្តទៀតបងលើកទឹកចិត្តឲ្យបងប្អូនខ្មែរទាំងអស់ជាពិសេសអ្នកជីវកម្មថ្មីឲ្យគាត់ខំប្រឹងតស៊ូអញ្ចឹងណាកុំឲ្យគាត់អាសាចុះចាញ់ពេកតែចុះចាញ់ទៅកូនយើងក្រោយឬក៏ក្មួយយើងក្រោយគាត់នឹងចុះចាញ់តាមយើងហ្នឹងមែនទេអូនអញ្ចឹងយើងត្រូវតែខំប្រឹងឡើង
ស៊ូឡើងអញ្ចឹងណាมันមានអ្វីបានដោយស្រួលទេប៉ុន្តែយើងនឹងត្រូវខំប្រឹងតស៊ូឡើងចានាងខ្ញុំសូមសំណូមពរឲ្យបងប្អូនទាំងអស់គ្នាជួយគាំទ្រផលិតផលក្នុងស្រុករបស់យើងផលិតផលខ្មែរដែលធ្វើដោយផលិតដោយកូនខ្មែរអញ្ចឹងមិនថាជាសាប៊ូដុសខ្លួនរបស់នាងខ្ញុំឬក៏ជាផលិតផលអីទេជាឲ្យតែធ្វើដោយស្នាដៃខ្មែររបស់យើងអញ្ចឹងតទៅមុខទៀតខ្មែរយើងនឹងរីកចម្រើនទាំងអស់គ្នាណាបងប្អូន